សេចក្តីព្យាយាមអាចហៅបានថាជាវរៈបុរសគ្មានឈ្មោះដែលនៅពីក្រោយភាពជោគជ័យនិងជាគុណសម្បត្តិដែលមនុស្សមានភាពជោគជ័យគ្រប់គ្នាដោយពាក្យចាស់បានទូមានព្រានប្រដៅថាថ្មរមៀលគ្មានស្លែដោយគាត់ចង់ឲ្យយើងខំព្យាយាមធ្វើការកុំតែរវល់គិតពីនេះគិតពីនោះហេតុផលងាយបែបនេះជាទូទៅតែងតែធ្វើមិនបាននៅក្នុងចំណោមការប្រកួតប្រជែងយ៉ាងខ្លាំងតើធ្វើបែបណាទើបអាចទៅចម្រើនលូតលាស់ទៅមុខបានដោយរបស់ដែលចង់អុលបង្ហាញគឺការព្យាយាមហើយពេលខ្លះមិនចាំបាច់នឹកថាតទៅនឹងធ្វើយ៉ាងណាគ្រាន់តែសូមឲ្យមានការព្យាយាមធ្វើល្អក៏ធ្វើបានសម្រេចបាត់ទៅហើយអ្នកដឹងថាកម្រិតព្យាយាមរបស់អ្នកយ៉ាងណាដែរអ្នកបានខាត់ពេលវេលាជាច្រើនចំពោះរឿងតូចតាចដែរឬទេអ្នកប្រើពេលភាគច្រើនចំពោះរឿងមិនសំខាន់មែនដែរឬទេដោយប្រសិនបើមែនអ្នកអាចមិនដឹងពីរបស់ដែលមានន័យឲ្យពិតប្រាកដហើយការតាំងចិត្តធ្វើការឲ្យបានល្អការព្យាយាមជាសមត្ថភាពមួយក្នុងចំណោមការតាំងសមាធិហើយដើម្បីធ្វើអ្វីមួយគឺត្រូវមានគោលដៅយ៉ាងយូរអង្វែងសេចក្តីព្យាយាមអាចហៅបានថាជាវរៈបុរសដែលគ្មានឈ្មោះដែលនៅពីក្រោយភាពជោគជ័យហើយជាគុណសម្បត្តិដែលមនុស្សមានភាពជោគជ័យគ្រប់គ្នាដោយចាស់តែងតែព្រានប្រដៅថាកំបិតកាន់តែសំលៀងក៏កាន់តែមុតស្រួចព្រោះពួកគាត់ចង់និយាយឲ្យយើងខិតខំព្យាយាមធ្វើការកុំរវល់តែគិតពីនេះឬគិតពីនោះជាដើមជាក់ស្ដែងមនុស្សយើងគ្រប់គ្នាមានការព្យាយាមតែការយកមកប្រើប្រាស់តែច្រើនមិនស្មើគ្នានោះឡើយទើបបានជាធ្វើឲ្យមានការខុសប្លែកគ្នានៅពាក្យកណ្ដាលការប្រកួតប្រជែងយ៉ាងខ្លាំងហើយតើត្រូវធ្វើយ៉ាងណាទើបអាចទៅចម្រើនលូតលាស់បានដោយរបស់ដែលចង្អុលបង្ហាញគឺការព្យាយាមនៅពេលខ្លះមិនចាំបាច់នឹកថាតទៅធ្វើយ៉ាងណានោះទេគឺគ្រាន់តែសូមឲ្យមានការព្យាយាមធ្វើឲ្យល្អក៏ធ្វើបានសម្រេចបាត់ទៅហើយអ្នកជំនាញបានបង្ហាត់បង្រៀនសត្វកំណើតសាហាវបានដឹងច្បាស់ថាបើរូបគេចូលទៅក្នុងទ្រុងតោដោយបានយកកៅអីទៅជាមួយដើម្បីប្រើជាឧបករណ៍សណ្ដំវានោះហើយអ្នកបង្ហាត់ដាក់ជើងកៅអីទៅរកតោពេលវាឃើញជើងកៅអីទាំង4ក៏បានបាត់បង់ភាពកំណើតរបស់វានិងកម្លាំងរបស់វាក៏ថយចុះទៅវាស្ដាប់បង្គាប់គេភ្លាមតែម្ដងហើយបើអ្នកកំពុងតែមានកម្លាំងខ្លាំងតែនៅលើលោកដែលមានរូបភាពច្រើននិងភាពស្មុគស្មាញនេះដែលត្រូវប្រឈមនឹងបញ្ហាជាច្រើនដែលបានចូលមកប្រសិនបើមិនបានបង្ហាត់បង្រៀនខ្លួនឯងឲ្យមានការព្យាយាមនោះទេក៏ប្រើផ្នែកមិនខុសពីតៅកំណាចនៅក្នុងទ្រុងផងដែរដែលមិនឲ្យយល់អំពីរឿងរ៉ាវច្បាស់លាស់ខ្វះភាពព្យាយាមមិនអាចបង្ហាញពីសក្តានុពលរបស់ខ្លួនវាបានឱកាសដែលទទួលបានភាពជោគជ័យមានច្រើនហេតុនេះហើយកុំមើលរំលងនៃការព្យាយាមសោះពីព្រោះការព្យាយាមគឺជាអ្នកដែលកំណត់ភាពជោគជ័យរបស់មនុស្សយើងគ្រប់គ្នាកុំធ្វើជាមនុស្សដែលមានចិត្តរាយមាយឬពីបីឲ្យសោះនៅចាំបានថានៅពេលដែលចេញពីធ្វើទាហានមកថ្មីខ្ញុំបានទៅរៀនផ្នែក Computer ដែលមានការពេញនិយមយ៉ាងខ្លាំងណាស់នៅពេលនោះទើបបានជាងាយស្រួលស្វែងរកការងារធ្វើប៉ុន្តែរូបខ្ញុំពិតជាមិនចង់ធ្វើការងារផ្នែក Computer នោះទេវាដោយសារតែរូបខ្ញុំមានក្តីស្រមៃចង់ធ្វើការខាងផ្សាយពាណិជ្ជកម្មតាំងពីទូចរហូតបានរៀនខាងផ្សព្វផ្សាយពាណិជ្ជកម្មហើយទៅបានជាពិបាករកការងារធ្វើខាងផ្នែកផ្សាយពាណិជ្ជកម្មព្រមទាំងបានធ្វើឲ្យរូបខ្ញុំអស់សង្ឃឹមជាខ្លាំងនិងគិតថានឹងទៅធ្វើផ្នែក Computer វិញប៉ុន្តែមិនយូរប៉ុន្មានក៏បានធ្វើជំនួយការខាងរៀបចំផ្នែកផ្សព្វផ្សាយពាណិជ្ជកម្មដោយពេលនោះដែរខ្ញុំទទួលបានប្រាក់ខែចំនួន 16,000 យួនតែប៉ុណ្ណោះដោយធ្វើការក្នុងមួយថ្ងៃចំនួន16ម៉ោងធ្វើការមិនបានមួយខែផងខ្ញុំក៏មានអារម្មណ៍ថាសោកស្ដាយគឺពេលបានឃើញមិត្តភ័ក្តិដែលរៀនជាមួយគ្នាគេធ្វើការបានប្រាក់ខែច្រើនជាងទើបបានជារូបខ្ញុំនឹកទៅដល់អ្នកចំនួនមុនដែលបានប្រាប់ថាអាចកំបាំងនៃភាពជោគជ័យគឺពេលធ្វើការងារត្រូវមានសេចក្តីព្យាយាមពាក្យនេះធ្វើឲ្យជីវិតរបស់ខ្ញុំប្រែប្រួលទៅភ្លាមពេលនោះនេះគឺជាការពិតប្រាកដណាស់ដែលមនុស្សយើងគ្រប់គ្នាត្រូវស្វែងយល់ដោយការព្យាយាមនិងមិនស្ទាក់ស្ទើរព្រមទាំងត្រូវដឹងថាខ្លួនឯងមានអ្វីគ្មានអ្វីដឹងអ្វីមិនដឹងអ្វីហើយមនុស្សម្នាក់មិនអាចមានជំនាញគ្រប់បែបយ៉ាងនោះទេពីព្រោះជំនាញគ្រប់បែបយ៉ាងបានបង្ហាញថាមិនពិតប្រាកដអ្វីឡើយខ្ញុំលើកយករឿងនិទានមួយមកបញ្ជាក់ថាមានទន្សាយមួយក្បាលពូកែលោតខ្លាំងណាស់វាមានកិត្តិយសនិងមានមោទនភាពចំពោះរហស្សនាមថាជើងឯកលោតចម្ងាយមករហូតផងដែរមានថ្ងៃមួយនៅដែនដីរបស់វាបានរៀបចំការប្រកួតកីឡាមួយទើបវាទៅដាក់ពាក្យប្រកួតលោតចម្ងាយហើយក៏បានយកឈ្នះសត្វទាំងអស់មិនថាជាមាន់ទាឆ្កែជ្រូកអីនោះទេ
ជនសាយនេះបានទទួលមេដាយមាសក្នុងការលោតចម្ងាយនេះម្ដងទៀតពេលនោះមានឆ្កែមួយក្បាលបានមកប្រាប់ទន្សាយថាចៅទន្សាយតាមពិតទៅឯងមានទេពកោសល្យនិងមានរាងកាយមាំមួនប៉ុន្តែអ្នកបានតែមេដាយលោតចម្ងាយប៉ុណ្ណោះពិតជាគួរឲ្យសោកស្ដាយមែនទែនប្រសិនបើឯងហ្វឹកហាត់ឲ្យល្អនោះឯងអាចទទួលបានមេដាយមាសច្រើនជាងនេះពិតមែនឬលោកថាខ្ញុំទៅរួចឬដោយទន្សាយមានអារម្មណ៍រំភើបណាស់ពិតមែនហើយប្រសិនបើឯងធ្វើតាមយើងប្រាប់ឯងនឹងអាចពូកែទាំងរត់ហាលទឹកលើកទម្ងន់ឬលោតកម្ពស់ទៀតផងដែរដោយឆ្កែមួយនោះបានប្រាប់ទៅដល់ទន្សាយឆ្កែនោះក៏បានបង្ហាត់ទន្សាយរត់ចម្ងាយ100ម៉ែត្ររាល់ថ្ងៃហើយទឹករាល់ថ្ងៃហើយពេលហើយទឹកហត់វាក៏ឡើងមកលើកទម្ងន់ព្រឹកឡើងពេលរត់100ម៉ែត្រហើយក៏ទៅលោតកម្ពស់រួចទៅវារត់និងហើយទឹកវិញលុះមកដល់ការប្រកួតកីឡាលើកទី2ទន្សាយបានដាក់ប្រឡងពាក្យជាច្រើនវិញ្ញាសាដើម្បីប្រឡងប៉ុន្តែជាសំណងអាក្រក់មិនបានជាប់អ្វីសោះដោយទាំងវិញ្ញាសារត់ហើយទឹកលើកទម្ងន់ហើយសម្បីតែការលោតចម្ងាយដែលធ្លាប់បានមេដាយមាសនោះក៏ធ្វើមិនបានល្អនោះដែរដល់ថ្នាក់ធ្លាក់តាំងពីជុំដំបូងមកម្លេះតាមការពិតការដែលទន្សាយបានមេដាយមាសលោតចម្ងាយក៏ពោះតែកាត់ឡើងពីការព្យាយាមលោតចម្ងាយមិនចាំបាច់គិតដល់ចង់បានមេដាយមាសផ្សេងទៀតនោះទេដោយប្រសិនបើមិនយកចិត្តទុកដាក់ថាខ្លួនឯងមានចំណុចល្អអ្វីនោះក៏ដូចជាទន្សាយនៅពេលដំបូងមានមោទនភាពនិងពេញចិត្តចំពោះនឹងជើងឯកលោតចម្ងាយអ្នកក៏យ៉ាងនេះដែរគឺនៅក្នុងពេលធ្វើការតែខ្លួនចូលចិត្តនោះមិនថាខាងក្រៅមានអ្វីមករំខាននោះទេក៏មិនបានលឺអ្វីទាំងអស់ហើយខិតខំប្រឹងប្រែងព្យាយាមធ្វើការរហូតដល់បានសម្រេចដែលដោយការពីនៅក្មេងៗម៉ែតែងតែប្រាប់ថាប្រសិនបើខ្ញុំយកការព្យាយាមពីការលេងហ្គេមមករៀនសូត្រខ្ញុំប្រកាសជាប្រឡងជាប់លេខ1រាល់ខែជាមិនខាននោះឡើយហេតុនេះតើអ្នកមានការព្យាយាមឬទេហើយតើអ្នកលះបង់ដែរឬទេសូមឲ្យចាំពាក្យនេះទុកហើយត្រូវតាំងចិត្តឲ្យបានល្អនិងជាពិសេសត្រូវខំតាំងចិត្តរៀនសូត្រកុំឲ្យសម្ដែងអ្នកដទៃឬគំនិតរបស់ខ្លួនមកកំណត់ខ្លួនឯងដូចជាពេលដែលខ្ញុំបានប្រជុំអាណាព្យាបាលសិស្សតែងតែបានឮអាណាព្យាបាលសិស្សខ្លះនិយាយជាមួយគ្រូថាកូនខ្ញុំគ្មានសមាធិមិនខិតខំតាំងចិត្តរៀនសូត្រព្រមទាំងអ្នកជិតខាងតែនិយាយថាខ្លួនឯងគ្មានសមាធិហេតុនេះអ្នកក៏មិនគួរគិតបែបនេះនោះទេពីព្រោះសភាពបែបនេះអាចប្រែប្រួលបានប្រសិនបើអ្នកគិតថាខ្លួនឯងគ្មានសមាធិនោះក៏អាចធ្វើឲ្យអ្នកគ្មានសមាធិពិតប្រាកដមែនហើយការជ្រើសរើសរបស់អ្នកនោះគឺស្ថិតទៅលើតម្រូវការរបស់ខ្លួនឯងទេដោយបូកផ្សំនឹងការតាំងចិត្តរបស់អ្នកផងដែរមានគំនិតល្អទើបមានសារៈសំខាន់ក្នុងការយកមកអនុវត្តដូចជាការធ្វើការងារប្រសិនបើអ្នកមានសេចក្តីព្យាយាមក៏អាចកសាងស្នាដៃឲ្យលេចធ្លោបានផងដែរដោយសារប្រើពេលវេលាទៅធ្វើបានច្រើនជាងអ្នកដទៃហើយអ្នកគ្រប់គ្រងតែងតែឃើញថាអ្នកគួរតែទទួលខុសត្រូវចំពោះការងារច្រើនជាងមុនទើបមានឱកាសបានឡើងតំណែងជាងអ្នកដទៃសូមអរគុណបងប្អូនសម្រាប់ការស្ដាប់នៅ podcast មួយនេះបើសិនជាបងប្អូនចូលចិត្តសូមមេត្តាជួយចុច like subscribe ដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ